នឌីភេទកៈចៅសម័យមួយព្រះដ៏មានព្រះភិក្ខទ្រង់គង់នៅក្នុងវត្តចេតពុនជិតក្រុងសាវត្ថីមានពុទ្ធបរិស័ទយ៉ាងច្រើនកុះករបាននាំគ្នាចូលទៅស្ដាប់ធម៌ទេសនាជាប្រចាំពេលនេះព្រះពុទ្ធបរមគ្រូកំពុងគង់នៅវត្តចេតពុនគឺជាវីរៈល្អណាស់បើបានចូលទៅស្ដាប់ធម៌របស់ព្រះអង្គលបងអើយថ្ងៃនេះទំនេរទេទៅស្ដាប់ធម៌ទេសនាជាមួយគ្នាណាបាទលបងខ្ញុំទំនេរតើខ្ញុំមានបំណងចូលទៅស្ដាប់ធម៌ដែរនឹងណាលបងទាំងពីរទៅណានឹងបើទៅវត្តពួកយើងទាំងអស់គ្នាសុំទៅជាមួយផងគ្រាន់បានគ្នាច្រើនណាត្រូវហើយពួកយើងកំពុងទៅវត្តនឹងឯងបើយ៉ាងនេះយើងទៅជុំគ្នាតែម្ដងជាការប្រពៃណាស់លំដាប់នោះមានចៅ2នាក់បានទៅវត្តចេតពុនជាមួយនឹងប្រជាជនដែលនាំគ្នាទៅវត្តដើម្បីស្ដាប់ព្រះធម៌ទេសនាដែរពេលនេះមនុស្សម្នានាំគ្នាចូលវត្តច្រើនណាស់បើអញមានឱកាសលួចបានប្រកាសជាល្អណាស់ហើយណែសំឡាញ់ថ្ងៃនេះប្រកាសជាលៀបធំមិនខានទេឯងឃើញទេមនុស្សម្នាច្រើនណាស់នាំគ្នាទៅវត្តត្រូវហើយតែថាបើទោះបីជាមនុស្សច្រើនយ៉ាងណាក្តីក៏ត្រូវមានឱកាសសមគួរដែរមិនមែនចេះតែលួចប្លន់កើតទេណាហើយយ៉ាងណាក៏យើងនៅតែត្រូវមើលកលៈទេសៈដែរតែបើចេះឆក់ឱកាសបានល្អនោះគឺជារឿងប្រពៃហើយណានឹងហើយដូចនេះយើងរកវិធីរៀងៗខ្លួនទៅក្នុងចំណោមចៅទាំងពីរនោះចៅម្នាក់បានអង្គុយតាំងចិត្តស្ដាប់ព្រះធម៌ទេសនាដោយសេចក្តីគោរពហើយបានសម្រេចសោតាបត្តិផលចំណែកចៅម្នាក់ទៀតអង្គុយសម្លឹងចាំតែលួចទ្រព្យសម្បត្តិរបស់អ្នកដទៃតែប៉ុណ្ណោះព្រះពុទ្ធអង្គសម្ដែងធម៌បានយ៉ាងល្អពីរោះគួរជាទីរីករាយចិត្តក្រៃលែងណាស់ព្រះធម៌នេះពិតជាភ្លឺច្បាស់ណាស់ដូចដែលគេយកប្រទីបទៅត្រួតបំភ្លឺក្នុងទីងងឹតយ៉ាងដូច្នោះដែរឲ្យតែមាននរណាភ្លេចខ្លួនភ្លាមដឹងតែខ្ចប់របស់អញហើយបន្តិចក្រោយមកចៅនោះក៏បានលួចទ្រព្យសម្បត្តិរបស់ឧបាសកម្នាក់ដែលគាត់វិចជាប់នឹងជាស្បៃចំនួន5មាសកៈល្អណាស់តែប៉ុណ្ណេះអញនឹងបានស៊ីឆ្ងាញ់ទៀតហើយណែសំឡាញ់គ្នាបានរបស់ដែលគួរបានហើយគ្នាទៅមុនហើយណាគ្នាថាឯងមិនគួរប្រព្រឹត្តល្មួយនៅក្នុងវត្តទេមិនប្រពៃទេយើងគួរលះបង់ទង្វើអាក្រក់នេះចេញទៅឆេះឯងនេះគ្រាន់តែបានចូលវត្តម្ដងក៏ប្រែទៅជាមនុស្សត្រឹមត្រូវឯណាភ្លាមនឹងត្រឹមត្រូវតែឯងទៅគ្នាមិនចូលរួមជាមួយឯងទេវើយចៅទី1នោះយកបានប្រាក់ហើយក៏យកប្រាក់នោះទៅទិញម្ហូបអាហារស្រាចំណីមកស៊ីផឹកសប្បាយនៅឯផ្ទះរបស់ខ្លួនមិនហើយអ្នកត្រឹមត្រូវលួចគេមកអាយុហើយមកត្រឹមត្រូវអីមួយផ្លេតនឹងគ្នាថាមិនមែនត្រឹមត្រូវទីដឹងមកពីគ្មានបញ្ញាអាចលួចគេបានទើបត្រឹមត្រូវជាងឯងឃើញទេនេះប្រាក់នេះជារបស់ឆ្ងាញ់ទាំងនេះគឺកើតចេញពីបញ្ញារបស់គ្នាវើយចំណែកឯចៅម្នាក់ទៀតដែលសម្រេចសោតាបត្តិផលនោះបានចូលទៅក្រាបទូលរឿងនោះថ្វាយព្រះសាស្តាទ្រង់ជ្រាបបបិទ្ធព្រះអង្គដ៏ចម្រើនដើមឡើយខ្ញុំព្រះករុណាប្រព្រឹត្តល្មួយតែពេលនេះខ្ញុំព្រះករុណាបានយល់យ៉ាងច្រើននៅសេចក្តីល្អដែលគួរចម្រើនប្រពៃណាបុគ្គលណាជាមនុស្សពីលហើយដឹងនៅភាពនៃខ្លួនថាជាពីលអ្នកនោះនឹងទៅជាបណ្ឌិតបានខ្លះដោយហេតុដែលដឹងខ្លួនថាជាពីលនោះម្យ៉ាងទៀតបុគ្គលណាជាមនុស្សពីលមានសេចក្តីប្រកាន់ថាជាបណ្ឌិតបុគ្គលនោះឈ្មោះថាជាពីលដោយពិតប្រាកដសាធុសូមព្រះអង្គសម្គាល់ខ្ញុំព្រះករុណាថាជាឧបាសកផងចាប់ពីពេលនេះតទៅចូលចម្រើនក្នុងព្រះពុទ្ធសាសនាចុះជនពីលដែលសម្គាល់ខ្លួនឯងថាពីលឈ្មោះថាបណ្ឌិតចំណែកជនពីលដែលសម្គាល់ខ្លួនឯងថាជាបណ្ឌិតនោះមានឈ្មោះថាជាជនពីលពិតប្រាកដជនជាបណ្ឌិតពិតប្រាកដមិនស្ថិតលើសញ្ញាបត្រដែលទទួលបានពីសាលារៀនឡើយសូមចុចលើប៊ូតុង Subscribe រួចចុចរូបកណ្ដឹងដើម្បីទទួលបានវីដេអូជាទីជ្រះថ្លាជាច្រើនទៀតពីមេគីព្រះធម៌នាំមកជូនដោយ Medphone